សួស្តីបងប្អូនមិត្តអ្នកសិក្សាស្វាគមន៍ក៏ចូលមកកាន់ Channel Digital Learning KH បាទនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបបញ្ចូលឯកសារដែលមានច្រើន file ទៅជាមួយ file បាទដោយឯកសារដែលខ្ញុំបានធ្វើនេះបាទអញ្ចឹងគឺខ្ញុំបានធ្វើលិខិតអញ្ជើញភ្ញៀវបាទឲ្យចូលរួមនៅក្នុងកម្មវិធីសាលាបាទប៉ុន្តែគឺខ្ញុំបានធ្វើបាទជាច្រើន file បាទគឺមានន័យថាភ្ញៀវមួយខ្ញុំធ្វើមួយ file បាទអញ្ចឹងគឺនៅពេលដែលយើង print ចេញគឺយើងធ្វើការបើកគ្រប់ file ដើម្បី print បាទអញ្ចឹងគឺយើងចំណាយពេលយូរមែនតើយើងនៅបើកចុះបើកឡើង print ចុះ print ឡើងចុច print ក៏ច្រើនដងចុចបើកក៏ច្រើនដងបាទដូច្នេះដើម្បីកុំឲ្យយើងចំណាយពេលយូរគឺយើងធ្វើការ insert បាទ file ទាំងអស់នេះបញ្ចូលទៅតែមួយ file យើងបើកឡើងមកហើយយើង print យកតែម្ដងបាទចឹងគឺខ្ញុំបានបើក file នេះមួយហើយចឹងគឺខ្ញុំធ្វើការ save as យក file ថ្មីមួយមកបាទចឹងគឺខ្ញុំ save as យក file ថ្មីមួយដើម្បីធ្វើការ insert បញ្ចូលតែមួយបាទចឹងនៅត្រង់នេះខ្ញុំនឹងដាក់ឈ្មោះថាបាទ all guest invitation បាទចឹងគឺខ្ញុំធ្វើការចុច save បាទចឹង file នេះគឺខ្ញុំបាន save ទៅជា file ថ្មីមួយហើយបាទនេះគឺ all guest invitation នេះហើយទិន្នន័យនៅក្នុង file នេះគឺខ្ញុំធ្វើការលុបចេញបាទខ្ញុំធ្វើការលុបចេញបន្ទាប់មកនៅក្នុង file នេះ file all guest invitation នេះយើងនឹងធ្វើការ insert បាទនៅ file ទាំងអស់នេះនៅ file ទាំងអស់នេះបញ្ចូលមកបាទទិន្នន័យបាទនៅក្នុង file ទាំងអស់នេះបញ្ចូលមកបាទដើម្បីយើងងាយស្រួលយើងបើកមកហើយយើង print តែម្ដងគឺម៉ាស៊ីន print ចេញមកទាំងអស់តែម្ដងកុំឲ្យពិបាកបាទអញ្ចឹងគឺខ្ញុំធ្វើការបិទ folder នេះចេញមកបាទអញ្ចឹងគឺយើងនៅសល់តែបាទតម្រងលិខិតតែមួយនេះមកបាទដែលមានស៊ុមនៅសងខាងដូចគំរូលិខិតដែលយើងបានធ្វើរួចហើយអញ្ចឹងគឺយើងចង់បានស៊ុមលិខិតចឹងហើយបាទបន្ទាប់មកគឺយើងចូលនៅក្នុង insert បាទបន្ទាប់មកគឺបងប្អូនត្រូវចូលមកនៅត្រង់នេះបាទ insert object បងប្អូនចុចមកហើយបងប្អូនជ្រើសរើសយកពាក្យ text from file បាទបន្ទាប់មកទៀតគឺបងប្អូនធ្វើការជ្រើសរើសបាទ file ឯកសារដែលយើងចង់បញ្ចូលគ្នាបាទតែនៅទីនេះគឺវាចូលមកដល់កន្លែង file ហ្នឹងតែម្ដងបាទឧទាហរណ៍ថាបើវាមិនចេញមកតំណឹងឧបមាថានៅកន្លែងផ្សេងបងប្អូនអាចចូលរកតាមហ្នឹងឧទាហរណ៍ថាខ្ញុំរកសារថ្មីចឹងទៅនៅក្នុង 3D បាទហើយខ្ញុំដាក់នៅក្នុង CTS document ហ្នឹងបាទបន្ទាប់មកគឺខ្ញុំដាក់នៅក្នុងលិខិតអញ្ជើញបាទអញ្ចឹងគឺមាននៅក្នុងនេះហើយបាទហើយបងប្អូនធ្វើការបាទ select យក file ទាំងអស់ហ្នឹងដើម្បីយកទៅបញ្ចូលបាទ insert បញ្ចូលគ្នាតែមួយមកអញ្ចឹងគឺបងប្អូនចុចនៅលើ file មួយមកបងប្អូនចុច control ហើយបងប្អូនចុចជាបន្តបន្ទាប់រហូតអស់មកបាទបងប្អូនឃើញទេតែយូរណាស់អញ្ចឹងបើសិនណាជាយើង select អញ្ចឹងយូរអញ្ចឹងគឺបងប្អូនចុច control A មកបាទប៉ុន្តែ file នេះគឺយើងអត់ចង់បានទេគឺយើងដោយសារតែយើងចង់យក file ខាងក្រោមនេះបញ្ចូលទៅក្នុង file ហ្នឹងអញ្ចឹងយើងដោះ select ចេញវិញមកអញ្ចឹងបងប្អូនចុច control ហើយបងប្អូនចុច click លើវាមួយមកដើម្បីដោះចេញបាទនេះដោយសារតែយើង save file ហ្នឹងទុកនៅក្នុង folder ហ្នឹងដែរបើសិនណាជាយើងដាក់នៅក្នុង folder ផ្សេងគឺវាអត់ឃើញ file ហ្នឹងទេបាទអញ្ចឹងបន្ទាប់មកបងប្អូនចុច insert បាទអញ្ចឹងបងប្អូនធ្វើការរងចាំតិចមកបាទអញ្ចឹងវាធ្វើការ insert មកហើយបាទកំពុងតែវិលខ្ញិលនេះមកហើយព្រោះវាធ្វើការបាទអញ្ចឹងគឺចប់ចាអញ្ចឹងគឺលិខិតទាំងប៉ុន្មានបងប្អូនមើលលិខិតទាំងប៉ុន្មាននេះគឺមកអស់ហើយបាទគឺមកអស់ហើយបងប្អូនឃើញទេអញ្ចឹងគឺងាយស្រួលមែនតើបន្ទាប់ពីយើង insert បញ្ចូលបាទនៅក្នុង all guest invitation នេះហើយដែលមានច្រើនទំព័រនៅក្នុងហ្នឹងបងប្អូនឃើញទេអញ្ចឹងគឺបងប្អូនធ្វើការ save file ហ្នឹងមកបាទបងប្អូនធ្វើការចុច save file ហ្នឹងមកហើយបងប្អូនអាចចង់បំលែងទៅជា file PDF អីក៏តាមហ្នឹងទៅហើយបងប្អូនបើកតែម្ដងទៅគឺ print បានតែម្ដងបាទអញ្ចឹងគឺមិនពិបាកបាទដែលបងប្អូននៅធ្វើការទីនេះខ្ញុំអត់ save ទេបាទព្រោះខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនខ្ញុំអត់ save ទេបាទអញ្ចឹងគឺបងប្អូនមិនចាំបាច់ធ្វើការបើក file ម្ដងមួយដែលធ្វើឲ្យបងប្អូនចំណាយពេលវេលាយូរបាទអញ្ចឹងគឺវាច្រើនដំណាក់កាលមែនទែនទី1គឺបងប្អូននៅបើក file នេះម្ដងមួយបាទនៅពេលដែលបើក file ម្ដងមួយហើយបងប្អូននៅចុច print ម្ដងមួយបើកហើយចុច print បើកហើយចុច print តែនៅពេលដែលបងប្អូនធ្វើបានហើយបងប្អូនបើកតែមួយនេះមកបន្ទាប់មកគឺយើងធ្វើការ print តែម្ដងគឺជាការស្រេចបាទ
ហើយមួយវិញទៀតបាទបើសិនណាបងប្អូនមើលដល់ត្រង់ចំណុចនេះនៅពេលក្រោយគឺខ្ញុំនឹងធ្វើការបង្ហាញបងប្អូននៅលិខិតអញ្ជើញដែលមានភ្ញៀវច្រើនម្នាក់អញ្ចេះយើងធ្វើតែម្ដងគឺបានតែមួយ file តែម្ដងដើម្បីកុំឲ្យយើងពិបាក insert បញ្ចូលនៅក្នុង file តែមួយអញ្ចេះទៀតបាទអញ្ចឹងគឺក្នុងវីដេអូនេះបាទខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងបាទសូមអរគុណបងប្អូនបាទដែលបានទស្សនាដល់ទីបញ្ចប់បាទជម្រាបលាជួបគ្នានៅវីដេអូក្រោយ